សួស្តីអ្នកគ្នាថ្ងៃនេះយើងមកលេង Minecraft ទៀតហើយថ្ងៃនេះខ្ញុំមកធ្វើរោងសនាមបាទមុននឹងធ្វើរោងសនាមខ្ញុំបានឃើញ portal មួយខ្ញុំទៅកាប់ portal ហ្នឹងសិនដើម្បីយកមកធ្វើ enchant ឥឡូវយើងមកដល់កន្លែង portal ហើយបាទខ្ញុំឃើញមាសមួយយើងកាប់មាសហ្នឹងយកកាប់មាសហើយខ្ញុំបានឃើញ hub ចឹងយើងលូត hub ហ្នឹងឲ្យអស់ទោះបី hub ហ្នឹងអន់ក៏ដោយយើងលូតឲ្យអស់សិនមកលូត hub ហ្នឹងហើយខ្ញុំបានទៅកាប់ obsidian ចឹងពេលកាប់ obsidian ខ្ញុំភ្លេចយក pickaxe diamond មកចឹងយើងទៅធ្វើ pickaxe diamond ដល់ធ្វើ pickaxe diamond ហើយខ្ញុំដើរទៅវិញពេលខ្ញុំដើរទៅវិញហ្នឹងវារៀងឆ្ងាយដែរចឹងវាយកចឹងយើងកាប់ obsidian នឹងយកប្រហើយទៅឲ្យខាត់ពេលយូរចឹងទៅមើលសកម្មភាពខ្ញុំកាប់ obsidian ទាំងអស់គ្នាទៅពេលកាប់នឹងសុំប៊ីចេញមកពីណានេះវាយមកផ្លាប់មកវាយវាវិញប្រហើយណាស៊ីផ្លែដៅទៅអូនវាធ្លាក់ចូលភ្លើងពេលសុំប៊ីងាប់យើងកាប់ obsidian អស់គាត់ពេលយូរយើងមើលខ្ញុំកាប់ obsidian ទៀតអីដល់កន្លែងនេះខ្ញុំខ្លាចធ្លាក់ចូលក្នុងភ្លើងខ្ញុំដើររកអីដាក់បាំងសិនកំពុងតែមើល item សុបដឹងសុំប៊ីមកពីណាហើយយើងប៊ីចូលភ្លើងចឹងមានតែកាប់វាប្រោយទៅណែស៊ីផ្លែដៅទៅអូនឥឡូវយើងតកាប់ obsidian ទៀតប្រោយទៅព្រោះវីដេអូគ្មានអីនិយាយហ្នឹងមើលមានតែខ្លាយកាប់ obsidian ហ្នឹងកំពុងកាប់នឹង creeper មកពីណាវាផ្ទុះប្រោយទាំងឥឡូវយើងកាប់ហើយយើងទៅផ្ទះដល់ផ្ទះខ្ញុំផលិតប្រាប់ enchant អញ្ចឹងវាខ្វះសភៅយើងទៅកាប់ sugar cane មកធ្វើกระดาษដើម្បីផលិតសភៅហើយយើងមកដល់ផ្ទះហើយយើងយកអា sugar cane ហ្នឹងមកផលិតกระดาษដើម្បីផលិតជាសភៅទៅវិញពេលខ្ញុំផលិតសភៅទៅខ្វះស្បែកគោឥឡូវយើងមកមើលក្នុងហបយើងមានស្បែកគោអត់តាដល់ពេលក្នុងឆែយើងអត់មានស្បែកគោទេមានតែយើងដើររកគោដើម្បីយកស្បែកគោមកធ្វើសភៅដល់ពេលខ្ញុំដើរចេញទៅក្រៅបានឃើញគោ2ក្បាលកាប់គោទី1បានទៅសាច់ឆ្ងល់ក៏បាត់ស្បែកចឹងទៅកាប់គោទី2បានទៅសាច់ទៀតពេលខ្ញុំដើរមកក្រោយទេឃើញសត្វឡាម៉ាចឹងខ្ញុំសាកកាប់មើលខ្លាញ់បានស្បែកកាប់វាហើយបានស្បែក2ដុំកាប់មួយទៀតមើលពេលកាប់មួយទៀតអត់មានបានអីសោះឥឡូវយើងទៅផលិតសភៅហើយនឹងប្រាប់ enchant មួយដែរដល់ពេលខ្ញុំផលិតហើយខ្ញុំទៅរកកន្លែងដាក់សិនហើយយើងមករកកន្លែងដាក់កន្លែងនេះដូចថ្នូរខ្ញុំត្រាក់ខាងនោះវិញដល់ពេលដាក់ហ្នឹងហើយខ្ញុំទៅយក pickaxe diamond មក enchant សាក់មើលសិនខ្លាញ់បានរបស់ល្អដាក់មើលគ្មានរបស់ល្អអីផងដូចឈួតបន្ទាប់ពី enchant pickaxe យើងហើយយើងរៀបចំទៅធ្វើរោងដំណាំយើងអស់គ្នាត let's goរោងដំណាំខ្ញុំគ្មានអីទេធ្វើសាមញ្ញដូចផ្ទះ villager ដែរអញ្ចឹងទៅមើលយើងធ្វើរោងដំណាំដល់គ្នាត
រោទនានេះវាធំដែរតែវាដូចគ្នាទេអញ្ចឹងយើងកាត់ទៅយ៉ាងមើលកន្លែងហើយឥឡូវយើងធ្វើហើយអីតែខ្វះបារម្ភលូទឹកយើងជិះធ្វើបារម្ភលូទឹកសិនតពីធ្វើប្រាប់លូទឹកអីលូទឹកដាក់កន្លែងចំណាំយើងមកជាលូទឹកហើយឥឡូវវាយកឲ្យយើងទៅដេកសិនតពីដេកហើយយើងទៅរកមើលគ្រាប់ស្រូវសិនឥឡូវស្រែយើងហើយបាទអរគុណសម្រាប់ការទស្សនាដល់អ្នកគ្នាបាយបាយ